កងកម្លាំងទាហានកម្ពុជាបន្តចុះល្បាតពិនិត្យភូមិសាស្ត្រតាមបណ្ដោយព្រំដែនកងកម្លាំងទាហានកម្ពុជានៅខេត្តបន្ទាយមានជ័យក្នុងតំបន់សក្រម៉ាឡៃបន្តចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្ដោយព្រំដែនជាប្រចាំគូបញ្ជាក់ថាកម្លាំងផ្នែកសក្រម៉ាឡៃតំបន់ប្រតិបត្តិការសក្របន្ទាយមានជ័យដែលល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្ដោយព្រំដែនដើម្បីការពារទឹកដីសវណ្ណភូមិកម្ពុជានៅថ្ងៃទី17ខែឧសភាឆ្នាំ2025អនុវត្តតាមផែនការរបស់ឧត្តមសេនីយ៍ត្រីជឹមប៊ុនអានមេបញ្ជាការតំបន់សក្របន្ទាយមានជ័យអនុសេនីយ៍តូសរិទ្ធមេបញ្ជាការស្ដីទីផ្នែកសក្រម៉ាឡៃដឹកនាំកម្លាំងដល់ល្បាតចុះត្រួតពិនិត្យភូមិសាស្ត្រតាមបណ្ដោយព្រំដែនដែលអង្គភាពទទួលខុសត្រូវដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសតាមដានក្តាប់ការប្រែប្រួលសភាពការតាមព្រំដែនរាយការណ៍ជូនថ្នាក់លើជាលទ្ធផលសភាពការនៅតាមបណ្ដោយព្រំដែនដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ